តាមពាក្យចចាមអារាមនៅទីក្រុងភ្នំពេញនិងនៅស្រុកខ្មែរពេលនេះបានឲ្យដឹងថាសហគមន៍យួនបានផ្សព្វផ្សាយដល់ជនជាតិយួនដែលរស់នៅក្នុងប្រទេសខ្មែរថាពួកគេនឹងគ្រប់គ្រងបញ្ជារដ្ឋាភិបាលសាធារណៈក្នុងប្រទេសខ្មែរពេញក្នុងដៃយ៉ាងយូរពាក់កណ្ដាលឆ្នាំ2015ខាងមុខនេះហើយឲ្យជនជាតិយួនទាំងអស់របស់ពួកគេសប្បាយចិត្តរស់នៅក្នុងប្រទេសខ្មែរដោយសេរីតើលោកសួនស្រីរដ្ឋាមានអ្វីថ្លែងឬក៏ត្រូវពន្យល់ក្នុងករណីនេះបាទខ្ញុំសូមជម្រាបថាតាមការមើលឃើញរបស់ខ្ញុំគឺប្រទេសយួនក្រុងហាណូយគេបានដាក់បញ្ចូលនៅរបបអាណានិគមរបស់គេវិលចូលមកកាន់កាប់ត្រួតត្រាប្រទេសខ្មែរយើងវិញតាំងតែពីថ្ងៃទី5ទី6ខែកក្កដាឆ្នាំ1997មកម្លេះមានន័យថាបន្ទាប់ពីមានការបោះឆ្នោតឆ្នាំ1993គឺមានការចែកអំណាចឲ្យពួកអាយ៉ងយួន 50% នោះគឺពួកអាយ៉ងយួននិងប្រទេសយួនក្រុងហាណូយគេរៀបចំផែនការដើម្បីដណ្ដើមយកអំណាចទាំងស្រុង 100% ដូច្នេះពីចន្លោះឆ្នាំ93ដល់ឆ្នាំ97គឺថ្ងៃ5ថ្ងៃ6ខែកក្កដាឆ្នាំ1997គេសម្រេចបានផែនការដណ្ដើមយកអំណាចគ្រប់គ្រង 100% ហើយគឺគេធ្វើរដ្ឋប្រហារដេញនរោត្តម រណរដ្ឋដែលជានាយករដ្ឋមន្ត្រីកើតឡើងពីការបោះឆ្នោតឆ្នាំ1993គេដេញចេញគេដកចេញដូចស្ពៃអញ្ចឹងហើយមន្ត្រីគណៈបកហ៊ុនស៊ិនត្រីគណៈបកតើនតានមួយចំនួនធំដែលស្បោះត្រង់នឹងជាតិត្រូវបានគេសម្លាប់ចោលអស់ហើយគេទុកតែមន្ត្រីលេងលើមន្ត្រីអែតអបមន្ត្រីណាដែលគេទិញទឹកចិត្តបានតែប៉ុណ្ណោះដូច្នេះមន្ត្រីគណៈបកហ៊ុនស៊ិនតិចមន្ត្រីគណៈបកសើមសានដែលស្ទះស្ទល់មកដល់ពេលនេះនៅក្នុងគណៈបកហ៊ុនស៊ិនតិចខ្លះនឹងដែលមកចូលរួមជាមួយគណៈបកសង្គ្រោះជាតិដឹកនាំដោយសំរងទីក្រុមសខាពេលនេះគឺសុទ្ធតែមន្ត្រីលេមលើមមន្ត្រីអែតអបដែលពុករលួយនិងដែលហ៊ុនសែនទិញបានទាំងអស់មន្ត្រីស្មោះត្រង់មន្ត្រីដែលលើកជាតិពីលើក្បាលហើយការពីផលប្រយោជន៍ជាតិត្រូវបានគណៈបកប្រជាជនកម្ពុជានិងចារកម្មយួនបានសម្លាប់កាលពីថ្ងៃ5ថ្ងៃ6ខែកក្កដាឆ្នាំ1997ក្នុងព្រឹត្តិការណ៍បង្ហូរឈាមអស់ហើយខ្ញុំសូមជម្រាបអញ្ចឹងគឺអ្នកណាដែលមិនព្រមចោះចូលជាមួយគណៈបកប្រជាជនកម្ពុជាអ្នកណាដែលមិនព្រមទទួលស្គាល់អំណាចរបស់គណៈបកប្រជាជនកម្ពុជាគឺគេសម្លាប់ចោលអស់គឺសម្លាប់ចោលទាំងកូនប្រពន្ធទាំងគ្រួសារមិនថាអ្នកតូចអ្នកធំទេដូច្នេះអ្នកនៅរស់គឺសុទ្ធតែអ្នកដែលចោះចូលជាមួយគេរួមទាំងមេដឹកនាំរបស់ពួកគេផងដែរអញ្ចឹងអំណាចអាណានិគមរបស់យួនបានដាក់បញ្ចូលតាំងពីពេលនោះមកម្លេះប៉ុន្តែគ្រាន់តែគេមិនបញ្ចេញអធិបុលរបស់យួនជាចំហប៉ុន្តែបន្ទាប់ពី98 2003 ជាពិសេសគឺ2013នេះគឺឃើញពលរដ្ឋខ្មែរភ្លុកទឹកភ្លុកដីនាំគ្នាធ្វើបាតកម្មដេញទម្លាក់ពួកអាយ៉ងយួននៅភ្នំពេញហើយទម្លាក់មិនបានដូច្នេះយួនគេមានមោទនភាពហើយគឺចាប់ត្រឹម2013គឺគេមើលឃើញថាគណៈបកសង្គ្រោះជាតិដែលប្រកាសខ្លួនថាសង្គ្រោះជាតិប្រមូលកម្លាំងសង្គ្រោះជាតិនោះក៏ជាក្រុមពួកអ្នកសង្គ្រោះចោលដែរហើយចូលទៅផ្ដល់ឱកាសឲ្យចោលបន្តអំណាចទៀតដូច្នេះយួនគេក្អើតកតងគេប្រកាសថាប្រទេសខ្មែរគឺត្រូវបានគេគ្រប់គ្រងដូច្នេះអ្វីដែលជាមោទនភាពរបស់ជនជាតិយួនក្នុងពេលនេះគឺគេមើលឃើញថារបបអាយ៉ងយួននៅភ្នំពេញអត់ដួលរលំដោយសារគណៈបកសង្គ្រោះជាតិទេពីព្រោះគណៈបកសង្គ្រោះជាតិទាំងមេដឹកនាំទាំងអ្នកនយោបាយក្នុងគណៈបកសង្គ្រោះជាតិគ្រាន់តែជាក្រុមបង្ក្រប់កិច្ចឥឡូវនេះក្រៅតែពីក្រុមបង្ក្រប់កិច្ចនៅក្នុងគណៈបកសង្គ្រោះជាតិដែលគេចូលទៅសង្គ្រោះចោលនៅក្នុងសភានោះគឺក៏មានក្រុមពួកគណៈបកមួយទៀតដែលគេបានចំណាយពេលដើម្បីហៅចូលមកវិញដើម្បីជួយចិញ្ចឹមនោះគឺគណៈបកកម្ពុជាឆាតយើងឃើញគណៈបកសង្គ្រោះជាតិដឹកនាំដោយសំរងទីគឺចូលទៅធ្វើនយោបាយបង្ក្រប់កិច្ចដើម្បីបន្តអំណាចដើម្បីសង្គ្រោះអំណាចឲ្យពួកចោលចំណែកគណៈបកហ៊ុនស៊ិនតិចដែលជាក្រុមគណៈបកធ្លាប់ឆ្នះឆ្នោតកាលពីឆ្នាំ1993នោះក្រោយមកបានធ្វើជាគណៈបកកម្ពុជាឆាតឲ្យគណៈបកប្រជាជនកម្ពុជាគឺធ្វើជាដៃគូក្នុងរដ្ឋាភិបាលរបស់គណៈបកប្រជាជនកម្ពុជារហូតឥឡូវនេះគឺហ៊ុនសែនបានកោះហៅឲ្យនរោត្តម រណរដ្ឋចោះចូលគ្នាជាមួយនឹងក្រុមហ៊ុនសន្តិចាស់គឺបានផ្សះផ្សាឲ្យជួបគ្នាវិញធ្វើជាគណៈបកកម្ពុជាឆាតឥឡូវអ្នកដែលជួយជ្រុប
ជ្រែងការពារអំណាចរបស់គណៈបកប្រជាជនកម្ពុជាទាំងស្លាប់ឆ្វេងទាំងស្លាប់ស្ដាំគឺមានទាំងអស់គឺមានគណៈបកបង្ក្រប់កិច្ចដឹកនាំដោយសំរងទីក្រុមសខាគឺគណៈបកសង្គ្រោះជាតិនិងគណៈបកកំដរឆាកដឹកនាំដោយរណរិទ្ធញឹកមុនឆៃគឺគណៈបកហ៊ុនស៊ិនប៉ិចដូច្នេះគណៈបកប្រជាជនកម្ពុជាបញ្ជាស្លាប់ឆ្វេងស្លាប់ស្ដាំសម្រាប់ការពាររក្សាអំណាចរបស់ខ្លួនដើម្បីបន្តត្រួតត្រាដូច្នេះឃើញថាយួនគេជោគជ័យចឹងហើយបានជន់ជាតិយួននៅក្នុងប្រទេសខ្មែរគឺទាំងអ្នកជំនួញទាំងអ្នកដែលធ្វើការក្នុងរដ្ឋការទាំងអ្នកដែលជាជនសាមញ្ញពលរដ្ឋសាមញ្ញគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងស្រុកខ្មែរគេមោទនភាពថារបបអាយ៉ងយួនបច្ចុប្បន្ននេះគឺបម្រើផលប្រយោជន៍ជនជាតិយួនរបស់គេហើយរដ្ឋាភិបាលយួនរបស់គេនៅទីក្រុងហាណូយឯនោះគឺជាអ្នកបញ្ជាក្បាលម៉ាស៊ីននៅភ្នំពេញអញ្ចឹងគេមានមោទនភាពហើយគេថាស្រុកខ្មែរគឺជាស្រុកយួនគេអញ្ចឹងបានជាយួននៅលើបឹងទន្លេសាបគេដូរឈ្មោះបឹងទន្លេសាបដូរឈ្មោះភូមិឃុំសង្កាត់មួយចំនួននៅក្នុងប្រទេសខ្មែរគេតែងតាំងមេភូមិយួននៅក្នុងសហគមន៍យួននៅក្នុងភូមិយួនហើយមានវិហារមានវត្តយួននៅគ្រប់ខេត្តសមាគមយួននៅគ្រប់ខេត្តហើយអ្នកដែលធ្វើការនៅក្នុងវិហារក្នុងសមាគមយួនគឺជារចនាសម្ព័ន្ធរដ្ឋាភិបាលសមោលរបស់យួនសម្រាប់ត្រៀមគ្រប់គ្រងបញ្ជាប្រទេសខ្មែរទៅថ្ងៃក្រោយរបៀបនេះគឺអត់ខុសអំពីអ្វីដែលយួនយកទឹកដីកម្ពុជាក្រោមពីអតីតកាលទេយើងឃើញថាកម្ពុជាកណ្ដាលបច្ចុប្បន្ននេះគឺយួនគេមានមោទនភាពនិងគេបញ្ចេញឥទ្ធិពលជាចំហមេដឹកនាំយួនចូលមកក្នុងប្រទេសខ្មែរគឺគេសម្ដែងឥទ្ធិពលជាម្ចាស់អាណានិគមគឺបញ្ជាឲ្យរដ្ឋាភិបាលអាយ៉ងនៅភ្នំពេញត្រួតពិនិត្យមើលថែរក្សាការពារជនជាតិយួនរបស់គេនៅក្នុងប្រទេសខ្មែរឲ្យស្របច្បាប់អន្តរជាតិគេយកច្បាប់អន្តរជាតិយកមកគម្រាមយើងដល់ផ្ទះរបស់យើងប៉ុន្តែចំពោះពលរដ្ឋខ្មែរជនជាតិខ្មែរនៅកម្ពុជាក្រោមរដ្ឋាភិបាលនៅភ្នំពេញអ្នកនយោបាយទាំងបកប្រឆាំងទាំងបកកណ្ដាលអំណាចនៅភ្នំពេញអត់ដែលហ៊ានលើកយកបញ្ហាច្បាប់អន្តរជាតិយកទៅការពារសិទ្ធិរបស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោមនេះប៉ុន្តែយួនគេលើកយកបញ្ហាច្បាប់អន្តរជាតិនេះយកមកការពារសិទ្ធិរបស់ជនជាតិយួនរបស់គេនៅទឹកដីកម្ពុជាកណ្ដាលអញ្ចឹងជនជាតិយួនដែលគេរស់នៅលើទឹកដីខ្មែរយើងថៃគេមិនមានមោទនភាពថៃគេមិនតែបញ្ចេញឥទ្ធិពលពីព្រោះមេដឹកនាំគេមកពេលណាលើកណាក៏ដោយគឺថាគេសម្ដែងឥទ្ធិពលលើខ្មែរហើយគេមានមោទនភាពជាម្ចាស់នៃជនជាតិខ្មែរជាម្ចាស់នៃទឹកដីខ្មែរគេអត់ដែលគិតថាគេជាជនអន្តោប្រវេសន៍ខុសច្បាប់ចូលមករស់នៅក្នុងប្រទេសយើងអត់មានច្បាប់គេត្រូវខ្លាចច្បាប់ប្រទេសយើងគេត្រូវខ្លាចសិទ្ធិរបស់ពលរដ្ឋយើងគេត្រូវគោរពប្រពៃណីរបស់ជនជាតិយើងគេត្រូវធ្វើអ្វីតាមទម្លាប់តាមច្បាប់តាមការណែនាំរបស់ប្រទេសជាតិយើងគេអត់ដែលខ្វាយខ្វល់ទេគេមកគឺថាគេចង់ដូរឈ្មោះភូមិណាមួយគេដូរតាមអំពើចិត្តគេចង់តែងតាំងមេភូមិយួននៅក្នុងសហគមន៍យួនកន្លែងណាមួយគឺតាមអំពើចិត្តរដ្ឋាភិបាលអាជ្ញាធររបស់រដ្ឋាភិបាលក្រុងភ្នំពេញចង់ធ្វើអីជនជាតិយួនចង់ចោះទៅភូមិយួនសហគមន៍យួនត្រូវចោះទៅនិយាយជាមួយនឹងមេភូមិយួនឥឡូវយើងមើលតើនៅក្នុងប្រទេសណាដែលអនុញ្ញាតឲ្យជនអន្តោប្រវេសន៍អត់ច្បាប់ចូលមកបង្កើតភូមិដូរឈ្មោះរួចហើយតែងតាំងមេភូមិតែងតាំងមេឃុំនៅក្នុងរដ្ឋបាលរដ្ឋនៃប្រទេសរបស់គេនោះនៅក្នុងប្រទេសសៀមជិតខាងយើងនេះយើងឃើញជនជាតិខ្មែរជនជាតិឡាវជនជាតិភូមាមកធ្វើការរស់នៅក្នុងប្រទេសសៀមគឺថាអត់ច្បាប់រាប់ម៉ឺនរាប់សែនអ្នកដូចគ្នាប៉ុន្តែទោះថាជនជាតិឡាវជនជាតិខ្មែរជនជាតិភូមាដែលរស់ក្នុងប្រទេសសៀមរាប់ម៉ឺនរាប់សែនអ្នកហ្នឹងអាចប្រមូលផ្ដុំគ្នាបង្កើតភូមិរួចហើយជ្រើសរើសមេភូមិតែងតាំងមេភូមិរួចហើយបដូរឈ្មោះភូមិស្រុករបស់សៀមណាមួយឲ្យទៅជាឈ្មោះខ្មែរទៅជាឈ្មោះលាវទៅជាឈ្មោះភូមាបានទេអត់បានទេរដ្ឋបាលរបស់គេគឺគេមិនអនុញ្ញាតដាច់ខាតនេះគឺជាប្រទេសសៀមដែលនៅជាប់នឹងប្រទេសរបស់យើងចុះចម្លែកអីនៅក្នុងប្រទេសខ្មែររបស់យើងយួនអន្តោប្រវេសន៍យួនពួកក្រុមខុសច្បាប់ទាំងអស់ហ្នឹងចូលមកក្នុងប្រទេសរបស់យើង
ប្រមូលផ្ដុំចងក្រងគ្នាជាភូមិជាស្រុកហើយដូរឈ្មោះភូមិដូរឈ្មោះស្រុកដូរឈ្មោះទន្លេដូរឈ្មោះបឹងដូរឈ្មោះទឹកដីរបស់យើងតាមអំពើចិត្តហើយតែងតាំងមេភូមិមេឃុំដល់ពេលអាជ្ញាធររដ្ឋបាលក្នុងប្រទេសចង់ជួបចង់និយាយគេអត់និយាយជាមួយគេរិញឲ្យទៅនិយាយជាមួយមេភូមិមេឃុំយួនរបស់គេហើយសួរថាមេភូមិមេឃុំយួនហើយនឹងឈ្មោះគុំឃុំយួនតែយួនដូរឈ្មោះក្នុងប្រទេសខ្មែរហ្នឹងអ្នកណាអ្នកទទួលស្គាល់ដូច្នេះយើងឃើញថាតើជនជាតិយួនប្រហើនប៉ុណ្ណាផ្កើនប៉ុណ្ណាហើយឆ្លើយប៉ុណ្ណាដែលចូលមកដល់ក្នុងផ្ទះរបស់យើងហើយដូរឈ្មោះផ្ទះរបស់យើងដូរទីតាំងសម្ភារៈនៅក្នុងផ្ទះរបស់យើងប្រើប្រាស់អីវ៉ាន់ប្រើប្រាស់ទ្រព្យសម្បត្តិក្នុងផ្ទះរបស់យើងដោយមិនញញើតសិទ្ធិរបស់យើងជាម្ចាស់ផ្ទះមិនគោរពសិទ្ធិរបស់យើងជាម្ចាស់ផ្ទះដូច្នេះដោយសារអីដោយសារមេដឹកនាំរបស់យើងដោយសារពួកអាយ៉ងយួនដែលកំពុងតែបម្រើយួននៅក្នុងប្រទេសខ្មែរដូច្នេះហើយបានជាខ្ញុំបង្កើតនៅទ្រឹស្ដីមួយថាដេញយួនចេញពីប្រទេសខ្មែរឥតលំបាកទេដេញរបបអាណានិគមយួនចេញពីប្រទេសខ្មែរឥតលំបាកទេតែលំបាកបំផុតគឺដកអំណាចរបស់ពួកអាយ៉ងយួនពួកកញ្ជះយួនដែលកំពុងតែបម្រើយួនក្នុងទឹកដីខ្មែរហើយពួកអាយ៉ងយួនពួកកញ្ជះយួនទាំងអស់ហ្នឹងមិនមែនជាជនជាតិយួនទេគឺជាជនជាតិខ្មែរដែលទទួលបានបន្ទាក់បំពាក់បំពន់ពីយួនមកគ្រប់គ្រងខ្មែរដូច្នេះជនជាតិខ្មែរដែលធ្វើជាអាយ៉ងយួនដែលកំពុងកាន់អំណាចនៅក្នុងប្រទេសខ្មែរនោះទេដែលយើងលំបាកដេញពួកនឹងចេញពីអំណាចដូច្នេះបើយើងចង់ដេញយួនគឺយើងត្រូវដេញពួកអាយ៉ងយួនចេញពីអំណាចពីព្រោះពួកអាយ៉ងយួនទាំងអស់នោះឯងគឺជាអ្នកការពារយួនហើយឥឡូវនេះបន្ថែមមួយទៀតពេលដែលយើងកំពុងតែចង់បណ្ដេញពួកអាយ៉ងយួនចេញពីអំណាចដើម្បីកោះរំលើងអំណាចអាណានិគមសម្មាលអាណានិគមយួនដែលបានដាក់ត្រួតត្រានៅក្នុងប្រទេសខ្មែរវាមានអាយ៉ងរបស់អាយ៉ងយួនដែលកំពុងធ្វើនយោបាយនៅក្នុងប្រទេសខ្មែរធ្វើនយោបាយដើម្បីការពារអំណាចរបស់ពួកអាយ៉ងយួនទៅទៀតអាយ៉ងរបស់អាយ៉ងយួននេះគឺជាក្រុមអ្នកធ្វើនយោបាយបង្ក្រប់កិច្ចនោះមួយក្រុមហើយនឹងក្រុមពួកអ្នកធ្វើនយោបាយកំដរឆាកនោះមួយក្រុមអ្នកធ្វើនយោបាយបង្ក្រប់កិច្ចហ្នឹងគឺចូលទៅបោះឆ្នោតបង្ក្រប់កិច្ចរួចហើយធ្វើបាតកម្មបំពេញកិច្ចដើម្បីបន្សាបទឹកចិត្តរបស់អ្នកគ្រប់គ្រងខ្លួនហើយទៅចរចាបង្ហាញកិច្ចសម្រាប់ទទួលស្គាល់រដ្ឋាភិបាលហ៊ុនសែនឲ្យគ្រប់ទឹកនិងបន្តអំណាច5ឆ្នាំទៀតនោះគឺសំរងស៊ីកឹមសខាគណៈបកសង្គ្រោះជាតិពួកនេះគឺធ្វើនយោបាយបង្ក្រប់កិច្ចពួកហ្នឹងគឺជាអាយ៉ងរបស់អាយ៉ងយួនចំណែកក្រុមអ្នកធ្វើនយោបាយកំដរឆាកគឺពេលអស់សម្លេងទៅតាំងពីឈ្នះគេហើយសល់សម្លេងបន្តិចបន្តួចចុងក្រោយអស់សម្លេងរលីងឥឡូវគេប្រមូលផ្ដុំមកវិញក្រោមផ្លាកគណៈបកហ្វុនសិនតិចដឹកនាំដោយនរោត្តមរណរដ្ឋដែលខ្ញុំហៅថាអ្នកនយោបាយខ្យងស្អុយគឺអ្នកនយោបាយខ្យងស្អុយខ្យងមកវារលួយសាច់នឹងស្អុយអស់ទៅហើយសល់តែសម្បកខ្យងបន្តិចហ្នឹងគឺសម្បករាជានិយមសម្បកនយោបាយដែលសល់ពីគេឲ្យរបស់ខ្លួនបន្តិចហ្នឹងគឺយកមកបន្តអួតពលរដ្ឋខ្មែរដើម្បីបោកប្រាស់ពលរដ្ឋខ្មែរតទៅទៀតពួកអ្នកនយោបាយកំដរឆាកនេះក៏ជាអាយ៉ងរបស់អាយ៉ងយួនដែរពួកអ្នកនយោបាយទាំងពីរក្រុមនេះឯងគឺពួកអ្នកនយោបាយកំដរឆាកពួកអ្នកនយោបាយបង្ក្រប់កិច្ចពួកហ្នឹងគឺជាអាយ៉ងរបស់អាយ៉ងយួនដែលធ្វើនយោបាយជួយការពារអំណាចអាយ៉ងយួនតាំងពីឆ្នាំ1998មកដូច្នេះយើងឃើញពីកលៈមកលៈគឺអាយ៉ងយួនដែលបម្រើយួនហើយកំពុងកាន់អំណាចនៅក្នុងប្រទេសខ្មែរមកលៈទៀតគឺអាយ៉ងរបស់អាយ៉ងយួនដែលធ្វើបកគណៈបកនយោបាយបង្ក្រប់កិច្ចនិងធ្វើបកគណៈបកនយោបាយកំដរឆាកពួកហ្នឹងគឺជាអ្នកជួយសង្គ្រោះការពារនិងបន្តអំណាចឲ្យពួកអាយ៉ងយួននៅក្នុងប្រទេសខ្មែរដូច្នេះពលរដ្ឋខ្មែរយើងត្រូវតែរៀបចំនិងទទួលស្គាល់ការពិតនេះឲ្យបានច្បាស់ថាយួនអាយ៉ងយួននិងពួកអ្នកការពារអំណាចរបស់អាយ៉ងយួនដែលកំពុងធ្វើនយោបាយគឺជាក្រុមតែមួយដែលឈរលើបន្ទាត់តែមួយដូច្នេះយើងត្រូវឈូសចោលទាំងអស់គឺឈូសចេញអំពីក្រុមអ្នកបង្ក្រប់កិច្ចអ្នកកំដរឆាកដែលជួយធ្វើនយោបាយការពារអំណាចអាយ៉ងយួននិងពួកអាយ៉ងយួនព្រមទាំងយួនដែលនៅពីក្រោយខ្នងពួកអាយ៉ងយួននេះគឺជារបបនយោបាយនៅក្នុងប្រទេសខ្មែរដែលយើងត្រូវសម្រេចចិត្តទទួលយកការពិតមួយនេះ
ដើម្បីរំដោះប្រទេសរបស់យើងដើម្បីអនាគតកូនខ្មែររបស់យើងហើយដើម្បីបំបាក់នៅគេហៅថាមោទនភាពរបស់ជនជាតិយួនដែលកំពុងតែមើលងាយខ្មែរដែលរស់នៅក្នុងប្រទេសខ្មែរមិនគោរពច្បាប់ខ្មែរមិនគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរជាម្ចាស់ហើយហ៊ានប្រហើនមើលងាយម្ចាស់ទឹកម្ចាស់ដីម្ចាស់អំណាចដូរឈ្មោះភូមិឃុំតាមអំពើចិត្តហើយតែងតាំងមេភូមិមេឃុំតាមអំពើចិត្តរួចហើយប្រកាសខ្លួនថាខ្លួននឹងដឹកនាំកាន់កាប់ប្រទេសខ្មែរតាមអំពើចិត្តដូច្នេះយើងឃើញថាជនជាតិយួនវាមិនអាចគ្រប់គ្រងប្រទេសខ្មែរបានទេបើមិនជាអត់មានពួកអាយ៉ងយួនបម្រើយួនហើយពួកអាយ៉ងយួនដែលបម្រើយួនក៏មិនអាចគង់វង្សនៅក្នុងអំណាចបានដែរបើមិនជាអត់មានពួកអាអ្នកដែលធ្វើនយោបាយបង្ក្រប់កិច្ចតាំងពីឆ្នាំ98រហូតមកដល់ពេលនេះគឺបង្ក្រប់កិច្ចផងកំដរឆាកផងដើម្បីជួយទប់ជួយការពារអំណាចរបស់ពួកអាយ៉ងយួនរហូតមកដល់ថ្ងៃនេះអញ្ចឹងពលរដ្ឋខ្មែរត្រូវសម្រេចចិត្តបណ្ដេញពួកក្រុមអ្នកនយោបាយដែលកំដរឆាកនិងបង្ក្រប់កិច្ចនេះទើបយើងអាចបណ្ដេញពួកអាយ៉ងយួនចេញពីអំណាចបានទើបយើងអាចដេញយួនចេញពីប្រទេសខ្មែរបានទើបយើងអាចបំបត្តិនយោបាយឈ្លានពានយួនដែលកំពុងមានមោទនភាពលើកទៅដាក់ទឹកដីខ្មែរក្នុងពេលបច្ចុប្បន្ននេះបាន